សាមគ្គីខ្មែរខ្លាំងសាមគ្គីខ្មែរឈ្នះពលរដ្ឋខ្មែរស្ទើរតែទាំងអស់គ្នាហើយគឺចង់បានខ្ញុំក៏ចង់បានខ្លាំងណាស់ប៉ុន្តែយើងត្រូវសួរនៅសំណួរមួយថាតើធ្វើដូចម្តេចដើម្បីឲ្យយើងមានសាមគ្គីផ្ទៃក្នុងរបស់ប្រទេសខ្មែរយើងសាមគ្គីរវាងពលរដ្ឋនិងពលរដ្ឋសាមគ្គីរវាងមន្ត្រីនិងមន្ត្រីសាមគ្គីរវាងពលរដ្ឋនិងមន្ត្រីសាមគ្គីរវាងគណៈបកមួយនិងគណៈបកមួយសាមគ្គីរបស់ប្រជាជាតិខ្មែរទាំងមូលតើធ្វើយ៉ាងដូចម្តេចទៅទើបអាចមានសាមគ្គីទូទាំងប្រទេសបានដើម្បីបាននៅសាមគ្គីទូទាំងផ្ទៃប្រទេសនេះគឺវាមានយន្តការជាច្រើនដែលនឹងលើកយកមកនិយាយហើយយន្តការខ្លះត្រូវបានអនុវត្តយន្តការខ្លះមានប្រសិទ្ធភាពយន្តការខ្លះមិនមានប្រសិទ្ធភាពនោះទេប៉ុន្តែនៅក្នុងយន្តការទាំងអស់នោះគឺមានតែចំណុចមួយដែលជាយន្តការសំខាន់ខ្ញុំលើកយកមកបង្ហាញនោះគឺការមិនប្រកាន់ខ្លួនមិនតែងតាំងខ្លួនធ្វើជាអាទិទេពមិនតែងតាំងខ្លួនធ្វើជាអ្នកខ្លាំងកំពូលគឺតែងតាំងខ្លួនត្រឹមតែជាមនុស្សដើម្បីរស់នៅសុខសេនសានសប្បាយសបាយគឺផ្ដល់នៅសេចក្តីសុខឲ្យដល់អ្នកដទៃគ្រប់គ្នាអាចរស់នៅបានពេលនោះគ្មាននិន្នាការអាទិទេពគ្មាននិន្នាការទាសករគឺរស់នៅបានសុខសាន្តទាំងអស់គ្នាបើរស់នៅបានសុខសាន្តទាំងអស់គ្នាហើយវាគ្មានការបែងចែកគ្មានការកាប់សម្លាប់អ្វីទៀតទេ